ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះហើយជាទង្វើដែលពួកចៅថៃវាបានចូលមកទឹកដីរបស់ខ្មែរយើងហើយក៏វាបានលួចទ្រព្យសម្បត្តិរបស់ខ្មែរយើងសូម្បីតែមាន់ទាក៏វាលួចយកទៅដែរនេះហើយគេហៅថាសង្គ្រាមលួចប្លន់មកជុំងុំវាប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរយើងដែលមានតម្លៃវាយកទៅប្រទេសវាវិញទៀតនេះហើយជាដូចជាសភារៈដូចជាមានកង់ម៉ូតូវាលើកដាក់ឡានហើយក៏ដឹកជញ្ជូនយកទៅស្រុកវាវិញហើយបងប្អូនគិតយ៉ាងណាដែរទង្វើដែលពួកថៃវាបានឈ្លានពានទឹកដីរបស់យើងហើយវាបានធ្វើទង្វើបែបនេះសូមបងប្អូនជួយខមមិនមកម្នាក់មួយឲ្យខ្ញុំបានដឹងថាអារម្មណ៍បងប្អូនមានអារម្មណ៍យ៉ាងណាដែរពេលវាលើកដាក់ឡានហើយសំបីតាផ្ទះប្រជាជនក៏វាចូលលួចប្លន់សំបីទឹកក្រូចឡើង